នในการឆ្នាំឆ្លើយនៅក្នុងខែកញ្ញាខាងមុខនេះគឺជាខែដែលលោកអ្នកគួរតែផ្ដោតលើការរៀបចំរចនាសម្ព័ន្ធជីវិតនិងប្រើភាពអត់ធ្មត់ជាកត្តាចម្បងចំពោះការងារអាចមានភាពរលូនជាងធម្មតាតែប្រយ័ត្នសម្ពាធលាក់ពីក្រោយហើយនឹងអាចមានមនុស្សដែលគាត់ប្រកួតប្រជែងស្ងាត់ៗនៅជុំវិញខ្លួនជៀសវាងការសម្រេចចិត្តដែលពាក់ព័ន្ធនឹងរឿងធំដុំឬក៏ការវិនិយោគធំៗចា៎ត្រូវប្រុងប្រយ័ត្នពាក្យសម្ដីអាចមានការយល់ច្រឡំជាមួយនឹងមិត្តរួមការងារឬក៏មិត្តអាជីវកម្មជៀសវាងក្នុងការនិយាយរឿងរ៉ាវអ្នកដទៃដែលមិនពាក់ព័ន្ធជាមួយនឹងយើងចា៎ចំពោះហេរ៉ានវត្ថុគឺមានចំណូលចូលមកធម្មតាប៉ុន្តែត្រូវប្រុងប្រយ័ត្នការចំណាយទៅលើសម្ភារៈនិយមជ្រុលពេកចា៎ហើយនឹងជៀសវាងក្នុងការឲ្យគេខ្ចីបុលប្រយ័ត្នពិបាកក្នុងការទាមទារមកវិញចំពោះស្នេហាសម្រាប់បងប្អូនដែលមានគូអាចនឹងមានការទាស់តែងពាក្យសម្ដីតិចតួចដោយសារតែរឿងតូចតាចនិងសម្ពាធពីខាងក្រៅចា៎ត្រូវប្រើភាពអត់ធ្មត់និងយោគយល់គ្នាបានច្រើនចំពោះអ្នកនៅលាវក៏មានឱកាសស្គាល់ជាមួយនឹងមនុស្សថ្មីតាមរយៈការងារឬក៏ការរាប់អានមិត្តភ័ក្តិចា៎ហើយចំពោះសុខភាពបងប្អូននៅក្នុងខែកញ្ញាត្រូវតែសម្រាប់បានគ្រប់គ្រាន់កុំទទួលបន្ទុកគ្រប់យ៉ាងតែម្នាក់ឯងចា៎ហើយត្រូវប្រយ័ត្នទៅលើប្រព័ន្ធរំលាយអាហារឬក៏កាពះពោះវៀនរបស់លោកអ្នកចា៎សារសម្រាប់បងប្អូនដែលកាត់ឆ្នាំឆ្លូវនៅក្នុងខែកញ្ញាខាងមុខនេះចា៎អត់ធ្មត់គឺជាកម្លាំងភាពស្ងប់ស្ងាត់គឺជាអាក្រោះរក្សាគោលដៅរបស់លោកអ្នកឲ្យបានល្អចា៎កុំឲ្យការប្រែប្រួលបណ្ដោះអាសន្នធ្វើឲ្យលោកអ្នកបាត់បង់ម្ចាស់ការលើខ្លួនឯងចា៎អរគុណ